สิวเพอประวัติศาสตร์พิภพโลกเพียตีมวยสมัยการจำแนกจุมปุกตีใบสมแน่เลิกดำบงอักษรรุกไฮโรกลิฟส์นั่งอักษรมีสเนียดคิวเนียฟอร์มประชาชนเอซิปจีประชาชนมวยขนมจำนำมนุษย์การปีสมัยดำบงมังอักได้ปราสมแน่หากไว้บานจีเนกระแท้การได้เช็คกตราไว้มวยตกจีเรื่องสำคัญอุปมาแท้ขยมสดใสสมบัติมวยสันดักอ่าวเนี่ยហើយដាក់វានៅលើតុបន្ទាប់មកខ្ញុំចេញពីបន្ទប់នោះអ្នកនឹងដឹងពីអ្វីដែលខ្ញុំចង់និយាយទៅកាន់អ្នកប្រសិនបើអ្នកមើលសម្បត្តិមួយសន្លឹកនោះទោះបើខ្ញុំមិននៅក្បែរនោះក៏ដោយនេះជាហេតុផលមួយដែលសំណេរជារឿងសំខាន់មានពេលមួយជនជាតិអេស៊ីបចេះពីរបៀបសរសេរកត់ត្រាដូច្នេះពួកគេអាចផ្ញើសម្បត្តិពីអាណាចក្រមួយទៅអាណាចក្រមួយទៀតតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើអ្នករកឃើញសម្បត្តិដែលត្រូវបានសរសេរមួយឆ្នាំមកហើយអ្នកនៅតែអាចលើពាក្យសម្ដីខ្ញុំដដែលទោះបើខ្ញុំបានសរសេរវាអស់ពេលជាយូរមកហើយក៏ដោយនេះជាហេតុផលទី2ដែលសំណេរជាការសំខាន់ប្រជាជនអេស៊ីបអាចកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្នុងឆាកជីវិតរបស់ពួកគេហើយបន្សល់ទុកសម្រាប់ចៅទូតរបស់ពួកគេអានប្រជាជនអេស៊ីបប្រើរូបភាពដើម្បីសរសេរជាមួយយើងហៅរូបភាពទាំងនោះថាជាអក្សរអេស៊ីបបុរាណរូបភាពនីមួយៗតំណាងឲ្យពាក្យច្បាស់លាស់មួយជនជាតិអេស៊ីបធ្លាប់ឆ្លាក់អក្សរទាំងនេះលើផ្ទាំងថ្មទាំងនោះត្រូវការប្រើអស់រយៈពេលយ៉ាងយូរប៉ុន្តែផ្ទាំងថ្មទាំងនោះធ្ងន់ណាស់ឯការឆ្លាក់រូបភាពទាំងនោះត្រូវការចំណាយពេលរាប់សប្តាហ៍ប្រទេសផ្សេងទៀតដែលនៅក្បែរប្រទេសអេស៊ីបមានគំនិតប្រសើរជាងនេះពួកគេឆ្លាក់រូបភាពរបស់ពួកគេក្នុងដីឥដ្ឋសើមប្រទេសនេះត្រូវបានគេហៅថាស៊ូមើស្ថិតនៅតំបន់ដីសណ្ដចន្លោះទន្លេទីគ្រីសនិងអ៊ីប្រាតកន្លែងដែលនៅចន្លោះទន្លេទាំងពីរត្រូវបានគេហៅថាមេសូផូតាមៀពាក្យមេសូផូតាមៀមានន័យថានៅចន្លោះទន្លេទាំងពីរតើអ្នកដឹងទេថាពាក្យ Hippopotamus ដែលភាសាខ្មែរបកប្រែថាដំរីទឹកមានន័យថាម៉េចពាក្យ Hippo មានន័យថាសត្វសេះឯពាក្យ Potamus មានន័យថាទន្លេដូច្នេះ Hippopotamus គឺជាទន្លេសេះនៅមេសូផូតាមៀយើងអាចឃើញពាក្យ Potamus ម្ដងទៀតតែពេលនេះយើងឃើញភាពខុសគ្នាតែនៅខាងចុងពាក្យប៉ុណ្ណោះពាក្យ Potamia មានន័យថាទន្លេហើយពាក្យ Meso មានន័យថាចន្លោះអក្សររូបភាពសូម៉ារៀនត្រូវបានគេហៅថាអក្សរសន្តានស្នៀតពីព្រោះជនជាតិសូម៉ារៀនរស់នៅចន្លោះទន្លេទាំងពីរពួកគេសម្បូរទៅដោយដីឥដ្ឋសើមពួកគេក៏អាចសូនដីឥដ្ឋទាំងនោះជាផ្ទាំងការ៉េជំនួសឲ្យការឆ្លាក់អក្សររបស់គេដែរបន្ទាប់មកខណៈពេលដែលដីឥដ្ឋនោះនៅសើមពួកគេយកកាំបិតដ៏មុតមកចិតឬចាក់លើផ្ទាំងដីឥដ្ឋនោះដើម្បីធ្វើជាសញ្ញាសម្គាល់ផ្សេងៗក្រោយពីសារទាំងនោះត្រូវបានគេឆ្លាក់លើដីឥដ្ឋរួចជនជាតិសូម៉ារៀនក៏អាចលុបវាចេញហើយឆ្លាក់សារផ្សេងទៀតបានដែរបើសិនជាសារទាំងនោះមិនសូវសំខាន់ដូចជាបញ្ជីគ្រឿងទេសជាដើមឬក៏មិនដូច្នេះទេគេដុតវារហូតដល់វារឹងខ្លាំងបន្ទាប់មកអក្សរទាំងនោះអាចរក្សាទុកបានយូរអង្វែងការសរសេរលើដីឥដ្ឋងាយស្រួលជាងការឆ្លាក់លើផ្ទាំងថ្មប៉ុន្តែផ្ទាំងដីឥដ្ឋក៏ធ្ងន់ដែរផ្ទាំងដីឥដ្ឋទាំងនោះក្រាស់ប្រសិនបើអ្នកចង់ទុកផ្ទាំងដីឥដ្ឋទាំងនោះអ្នកត្រូវការកន្លែងទូលាយជាច្រើនដូចជាអគារដែលពេញទៅដោយបន្ទប់សម្រាប់សូម្បីតែបណ្ណាល័យតូចមួយប៉ុណ្ណោះ200-300ឆ្នាំក្រោយមកប្រជាជនអេស៊ីបមានគំនិតដែលប្រសើរជាងដីឥដ្ឋនេះពួកគេរៀនពីរបៀបធ្វើក្រដាសនិងទឹកខ្មៅក្រដាសរបស់ជនជាតិអេស៊ីបធ្វើមកពីដើមត្រែងដែលដុះតាមច្រាំងទន្លេនីលជនជាតិអេស៊ីបរៀនពីរបៀបធ្វើឲ្យវាទន់ហើយកំទេចវាឲ្យចេញជាសាច់ម៉ដ្ឋបន្ទាប់មកគេក៏យកល្បាយសាច់ម៉ដ្ឋនោះក្រាស់ឲ្យស្ងួតលើកម្រាលស្តើងផ្ទាំងទាំងនេះក៏ក្លាយទៅជាក្រដាសត្រែងដែលប្រជាជនអេស៊ីបហៅថា Papyrus វារឹតតែមានភាពងាយស្រួលក្នុងការសរសេរលើក្រដាសជាងការឆ្លាក់លើផ្ទាំងដីឥដ្ឋឬផ្ទាំងថ្មក្រដាសក៏ងាយស្រួលក្នុងការយកទៅកន្លែងណាមួយអ្នកអាចបត់វាហើយដាក់វាចូលក្នុងហៅប៉ៅបានផងដែរឬក៏មូរវាឲ្យមូរក៏បាននៅពេលដែលពួកគេចាប់ផ្ដើមប្រើក្រដាសនោះប្រជាជនអេស៊ីបបានគិតថាពួកគេបានរកឃើញវិធីដ៏ប្រសើរបំផុតក្នុងការរក្សាឯកសារទាំងអស់ប៉ុន្តែក្រដាសមានបញ្ហាមួយនៅពេលដែលក្រដាសសើមទឹកខ្មៅដែលនៅលើក្រដាសនោះនឹងរលាយហើយក្រដាសនោះពិតជាដាច់រហែកហើយក្រដាសនោះចាប់ផ្ដើមរហែកបន្តរហូតនៅពេលដែលក្រដាសចាស់កាន់តែសើមវាហាក់ដូចជាកាន់តែរហែកទៅជាធូលីយើងដឹងជាច្រើនមកហើយអំពីប្រវត្តិសាស្ត្រអេស៊ីបចាប់ពីពេលដែលប្រជាជនអេស៊ីបសរសេរអក្សរលើថ្មពីព្រោះសំណេរថ្មទាំងនោះនៅបានរាប់សតវត្សគឺចាប់តាំងពីថ្ងៃនោះមកដល់ឥឡូវនេះយើងក៏ដឹងច្រើនអំពីប្រវត្តិសាស្ត្ររបស់សូម៉ារៀនដែរពីព្រោះផ្ទាំងដីឥដ្ឋទាំងនោះក៏នៅអស់ពេលជាយូរឆ្នាំដែរប្រសិនបើគេដុតវាឲ្យឆ្អិន
ប៉ុន្តែយើងក៏មិនដឹងអំពីរឿងរ៉ាវអ្វីដែលបានកើតឡើងទាក់ទងនឹងប្រទេសអេស៊ីបនោះដែរចាប់តាំងពីពួកគេចាប់ផ្ដើមសរសេរលើក្រដាសពីព្រោះតែរយៈពេលដែលកន្លងទៅរាប់ពាន់ឆ្នាំមកហើយដូច្នេះសំណេរក្រដាសនៃប្រជាជនអេស៊ីបទាំងនោះបានរហែកខ្ទេចខ្ទីហើយរលាយបាត់បង់អស់រលីងទៅហើយ